ឆាប់ខឹងនិងថប់បារម្ភខ្លាំងម្ល៉េះប្រញាប់ឡើងហើយទៅរកលោកពូរបស់អ្នកវាដំណើរការដោយរបៀបណាហេតុអ្វីខ្ញុំមិនអាចបើកវាបានហាឥឡូវវាបានដោះស្រាយរួចរាល់ហើយសៀវយូអ្វីដែលឯងខ្លាចបំផុតគឺភាពងឹតនិងការឃុំឃាំងហើយខ្ញុំបង្ហាញខ្លួននៅចំពោះមុខឯងដូចជាវីរបុរសសញ្ញារបស់ខ្ញុំទើបតែដំណើរការល្អមែនទេមែនហើយម៉ាក់យាយអូយតើគាត់នឹងត្រឡប់មកវិញឬអត់បុរសម្នាក់នោះជួយផងហេតុអ្វីបានជាពួកគេមិនដកថយកុំខ្លាចភ្លៀងស្រាលអីខ្ញុំកំពុងមកហេតុអ្វីបានជាខ្ញុំមានអារម្មណ៍កាន់តែអាក្រក់បន្ទាប់ពីលេបថ្នាំបរិមាណប្រាកដជាមិនគ្រប់គ្រាន់ទេអូវាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះភ្លៀងបន្តិចកុំខ្លាចអីខ្ញុំនៅទីនេះឥឡូវនេះអ្នកដឹងថាអ្នកណាជាព្រះអង្គសង្គ្រោះរបស់អ្នកហើយមែនទេវាជាពេលវេលាដ៏សំខាន់មួយឬមានតែខ្ញុំទេដែលអាចធ្វើវាបានហេតុអ្វីទេគាត់បានបែកគ្នាជាមួយខ្ញុំហើយខ្ញុំត្រូវរក្សាគម្លាតពីគាត់ហើយតើទូរស័ព្ទរបស់ Shen Cheng មានសេវាទេខ្ញុំចង់ហៅចេញហៅទូរស័ព្ទមកតើអ្នកចង់ហៅទូរស័ព្ទទៅអ្នកណាជាងយល់សៀវយូតើអ្នកមិនតែងតែមករកខ្ញុំដើម្បីសុំការធូរស្បើយទេពេលអ្នកមានអាការៈថប់បារម្ភពេលបែកគ្នាខ្ញុំនៅទីនេះនៅចំពោះមុខអ្នកអ្វីដែលអ្នកត្រូវធ្វើគឺងក់ក្បាលហើយយល់ព្រមត្រឡប់ទៅរកគ្នាវិញខ្ញុំមិនដឹងថាអ្នកកំពុងរាយការណ៍អ្វីទេខ្ញុំគិតថាអ្នកគ្រាន់តែប្រើពូរបស់អ្នកជាទូជំនួសនៅអាកាសយានដ្ឋាននៅថ្ងៃនោះសៀវយូឥឡូវនេះអ្វីដែលអ្នកត្រូវធ្វើគឺនិយាយពាក្យមួយម៉ាត់ហើយយើងអាចត្រឡប់ទៅសភាពដើមវិញយល់ព្រមទេវាហាក់ដូចជាជំងឺនេះស្រាលពេកវាមិនអីទេខ្ញុំអាចរងចាំអ្នកមករៀបការជាមួយខ្ញុំមានរឿងអ្វីកើតឡើងលើកនេះវាឈឺចាប់ជាងពេលណាទាំងអស់សុងលីងយុនអស្ចារ្យមែនអ្នកបានញ៉ាំទាំងអស់នេះលេងហ្គេមទាំងអស់នេះហើយឥឡូវនេះអ្នកកំពុងចាក់ចេញជ្រូកអ្នកអាចធ្វើអ្វីដែលអ្នកចង់ធ្វើចំពោះគាត់ហើយវានឹងមិនមានបញ្ហាអ្វីសម្រាប់អ្នកទេប្រសិនបើមានអ្វីកើតឡើងចំពោះគាត់គាត់នឹងត្រូវបញ្ចុះជាមួយគាត់ហេតុអ្វី
ការស្នាក់នៅរយៈពេលយូររបស់អ្នកស្រីស៊ូក្នុងបរិយាកាសដ៏ចង្អៀតនិងងឹតបានបង្កឲ្យមានជំងឺថប់បារម្ភពីការបែកគ្នារបស់គាត់ លើសពីនេះគាត់បានលេបថ្នាំមួយដុសពេញហើយគ្រូពេទ្យបាននិយាយថាអ្នកស្រីស៊ូបានបូមក្រពះរបស់គាត់ហើយនឹងភ្ញាក់ឡើងឆាប់នេះល្អណាស់និយាយមកលោកខ្ញុំបានឮថាអ្នកមិនសូវល្បីនៅបរទេសទេលោកជាងសូមកុំយល់ច្រឡំអីខ្ញុំជាគ្រូពេទ្យប្រចាំការរបស់អ្នកស្រីស៊ូខ្ញុំស្គាល់គាត់អស់រយៈពេល10ឆ្នាំមកហើយជាការពិតណាស់ខ្ញុំជាមិត្តរបស់គាត់ជំងឺរបស់គាត់ទាមទារឲ្យអ្នកដែលមានចរិតស្លូតបូតនៅក្បែរគាត់គ្រប់ពេលវេលាខ្ញុំមិនគិតថាអ្នកជាបេក្ខជនសមរម្យទេបើខ្ញុំមិនសមរម្យទេប្រហែលជាអ្នកសមរម្យហើយលោកវេជ្ជបណ្ឌិតភីខ្ញុំពិតជាមិននឹកស្មានថាអ្នកនៅតែមានអារម្មណ៍បែបនេះចំពោះ Bubble ទេគួរឲ្យអាណិតណាស់ដែល Bubble ឥឡូវនេះជាមិត្តស្រីរបស់ខ្ញុំហើយអ្នកស្គាល់ Bubble អស់រយៈពេល10ឆ្នាំហើយប៉ុន្តែទំនាក់ទំនងរបស់អ្នកមិនមានវឌ្ឍនភាពអ្វីទាល់តែសោះនិយាយឲ្យត្រង់ទៅវាជាការបរាជ័យដ៏ធំមួយក្នុងនាមជាវេជ្ជបណ្ឌិតអ្នកបានព្យាបាលជំងឺរបស់ Bubble អស់រយៈពេល10ឆ្នាំមកហើយប៉ុន្តែអ្នកមិនទាន់បានព្យាបាលគាត់ទាំងស្រុងនៅឡើយទេអាក្រក់ជាងនេះទៅទៀតតើអ្នកបាននិយាយអ្វីអូនសម្លាញ់អ្នកនាងស៊ូពូលោកវេជ្ជបណ្ឌិតភីហេតុអ្វីបានជាខ្ញុំនៅទីនេះអ្នកមានអាការៈថប់បារម្ភពេលបែកគ្នាហើយបានលេបថ្នាំច្រើនពេកខ្ញុំបាននាំអ្នកទៅមន្ទីរពេទ្យហើយខ្ញុំបានឲ្យអ្នកបូមក្រពះរួចហើយការបណ្ដោះបណ្ដាលខ្ញុំនិងមិត្តស្រីរបស់ខ្ញុំមានរឿងចង់និយាយគ្នាយល់ព្រមអ្នករាល់គ្នាជែកគ្នាប្រសិនបើអ្នកស្រីស៊ូមានអារម្មណ៍មិនស្រួលខ្លួននៅកន្លែងណាមួយសូមប្រាប់ខ្ញុំផងសូមអរគុណលោកវេជ្ជបណ្ឌិតប៉ៃតើអ្នកមានអារម្មណ៍យ៉ាងណាដែរមិនអាក្រក់ទេវាទាំងអស់ត្រូវបានបង្កើតឡើងដោយសេងសៀវហើយជនពាលនេះពិតជាបានរួចខ្លួនពីការប្រើល្បិចកខ្វក់មកលើខ្ញុំពេលអ្នកប្រសើរឡើងប៉ុន្តែអ្នកឃើញកម្មវិធីល្អតើអ្នកមិនស្ដាប់បង្គាប់ខ្ញុំទេខ្ញុំនឹងវាយអ្នករហូតដល់ស្លាប់ឈប់វាយខ្ញុំទៅបើអ្នកចង់វាយនរណាម្នាក់ចូលវាយខ្ញុំវិញទៅកុំទុកគាត់ឲ្យនៅម្នាក់ឯងខ្ញុំនឹងវាយអ្នករហូតដល់ស្លាប់អ្នកតូចតាចណាស់អ្នកឲ្យខ្ញុំទេអ្នកមិនស្ដាប់បង្គាប់អ្នកមិនស្ដាប់បង្គាប់តើអ្នកស្ដាប់ខ្ញុំទេលេងបានល្អជាអ្នកណាអ្នកត្រូវតែព្យាយាមបន្ថែមទៀតសៀវយុនអនុញ្ញាតឲ្យខ្ញុំពន្យល់ខ្ញុំមានរឿងចង់និយាយអាហារសៀវយុនខ្ញុំគ្រាន់តែចង់លេងសើចជាមួយអ្នកខ្ញុំមិននឹកស្មានថាអ្នកនឹងលេបថ្នាំច្រើនហើយស្ទើរតែជួបបញ្ហានោះទេគ្រាន់តែលេងសើចទេវាពិតជាខ្លាំងមែនដែលអ្នកបានចាក់សោឆេវដោយចិត្តនានៅក្នុងកន្លែងងឹតនិងបិទចិត្តមួយមិនមែនដូច្នោះទេពូបន្ទាប់មកប្រសិនបើអ្នកមិនបានឆ្លៀតឱកាសពីភាពងាយរងគ្រោះរបស់ខ្ញុំទេសៀវយូនៅតែជាមិត្តស្រីរបស់ខ្ញុំសុនលីខ្ញុំសូមប្រាប់អ្នកថាការអាណិតអាសូរនិងការអាណិតអាសូរមិនដូចគ្នានឹងស្នេហាទេកុំឲ្យគាត់បោកបញ្ឆោតអីស៊ូលីងយូឯងមិនត្រឹមតែមិនអាណិតខ្ញុំទេឯងថែមទាំងវាយខ្ញុំទៀតផងមែនទេនោះហើយជាអ្វីដែលខ្ញុំនឹងធ្វើគាត់បានមកមាត់ទ្វារផ្ទះខ្ញុំហើយចាប់ផ្ដើមរើបម្រាស់ខ្លួនហើយខ្ទប់ខ្ញុំលើកនេះគាត់កំពុងរៀបចំផែនការអ្វីមួយម្ដងទៀតដោយព្យាយាមបង្ខំខ្ញុំឲ្យងាកក្រោយសិនឈៀវប្រសិនបើលោកតាសិនមិនទាន់បានបង្រៀនមេរៀនដល់អ្នកទេប្អូនប្រុសរបស់ខ្ញុំប្រកាសជាបាក់ជើងរបស់អ្នកហើយសៀវយូអ្នកជាមនុស្សមានចិត្តទូលាយណាស់ខ្ញុំពិតជានឹងបង្រៀនមេរៀនមួយដល់គាត់ប្រសិនបើវិធីផ្សេងទៀតបរាជ័យខ្ញុំនឹងទៅសុំទោសគ្រូសាសុនដោយផ្ទាល់ទេវាមិនចាំបាច់ទេបងប្រុសខ្ញុំបានសុំឲ្យខ្ញុំផ្ញើសារមួយទៅអ្នកកិច្ចសហប្រតិបត្តិការរវាងស៊ូជាវនិងគ្រូសាសិនត្រូវបានប្រគល់ទៅឲ្យជាងយូលីនបន្ទាប់ពីក្រុមស៊ូទាំងគូនិងសិនឈៀវមិនត្រូវបានអនុញ្ញាតឲ្យចូលទេបន្ទាប់ពីក្រុមស៊ូឆ្កែនិងសិនឈៀវមិនត្រូវបានអនុញ្ញាតឲ្យចូលទេស៊ូហៃណានបានធ្វើខុសច្រើនពេកហើយវាជាការអាណិតមួយរួចទៅហើយដែលខ្ញុំមិនបានបាក់ជើងរបស់អ្នកខ្ញុំមិនញ៉ាំទេចេញពីទីនេះទៅលោកតាចេញមកឥឡូវនេះអូយលោកតាតោះទៅស៊ូលីទីបំផុតអ្នកត្រឡប់មកវិញហើយហេតុអ្វីអ្នកទាំងពីរមិនស្នាក់នៅញ៉ាំអាហារពេលល្ងាចពេលម៉ោងគឺគ្រប់គ្រាន់ហើយមានរឿងអ្វីវាជាកំហុសរបស់ខ្ញុំអ្វីវាជាកំហុសរបស់ខ្ញុំដែលមិនបានមើលថែអ្នកឲ្យបានល្អប៉ា
ពូឲ្យពូតែងតែបន្ទោសខ្លួនឯងជានិច្ចពូធ្វើបានល្អណាស់កុំមើលស្រាលខ្លួនឯងអីបើខ្ញុំជាលោកតាសិនខ្ញុំប្រហែលជាញ៉ាំអាហារពេលព្រឹកនៅលើមេឃហើយសិនចូលមានទំនុកចិត្តលើថាមពលរបស់ពូឲ្យបានច្រើនជាងនេះលោកឆេនអរគុណណាស់ដែលយើងទាំងពីរមានកម្មវិធីតាមដានទីតាំងនៅលើទូរស័ព្ទរបស់យើងបើមិនដូច្នោះទេខ្ញុំពិតជាសោកស្ដាយណាស់ចុះឆេនធាវវិញជារៀងរាល់ថ្ងៃមិនអីទេបន្ទាប់ពីខ្ញុំនឹងបង្ហាញអ្នកសាហាវណាស់បើខ្ញុំធ្វើបែបនេះឥឡូវនេះតើគាត់នឹងភ្លេចរឿងមិនល្អទាំងនោះទេអូយនោះជាមនុស្សដែលយ៉ាហែនចូលចិត្តមិត្តឲ្យនេះជាការថើបលើកដំបូងរបស់យើងដូច្នេះតើយើងមែនទេមែនហើយចាំមកចូលរួមពិធីខួបកំណើតខ្ញុំនៅថ្ងៃស្អែកមិត្តឲ្យនេះជាការថើបលើកដំបូងរបស់យើងការថើបដំបូងគឺផ្អែមល្ហែមហេតុអ្វីតើអ្នកចង់មានន័យយ៉ាងណាតើខ្ញុំអាចជានរណាទៀតសូមអភ័យទោសលោកសេននារីវ័យក្មេងរបស់យើងបានផ្ដល់ការណែនាំថាថ្ងៃនេះជាពិធីជប់លៀងខួបកំណើតរបស់នាងហើយនាងមិនចង់ជួបអ្នកដែលជាអតីតមិត្តប្រុសរបស់នាងគឺស៊ឺឡៃអាន់ទេតើនាងចង់មានន័យយ៉ាងណាដោយនិយាយដូច្នេះសួស្ដី